ហើយទឹកលុយដែលខ្ញុំបកគោបានពីគាត់ចំនួន80,000រៀលឥឡូវខ្ញុំបកគោជូនគាត់ចំនួន80,000រៀលវិញឥឡូវខ្ញុំថវិកាឲ្យគាត់10 20 30 40 50 60 70 80ម៉ឺនរៀលហើយនេះជាថវិកាដែលគាត់ជួយខ្ញុំដំបូងចំនួន50,000រៀលខ្ញុំបកគោជូនឲ្យគាត់វិញកុំឲ្យមានគុណមានត្រៃថាធ្វើគុណបានទោសហើយនេះចំនួនដែលបងស្រីនៅកន្លែងឡានដែលពេលថតវីដេអូហ្នឹងគាត់ជួយខ្ញុំ10000ជួយឲ្យអូនខ្ញុំ10000ហ្នឹងខ្ញុំក៏បកគោឲ្យគាត់វិញដើម្បីឲ្យគាត់យកឲ្យបងស្រីនឹងវិញហើយខ្ញុំក្រតែខ្ញុំចង់បានភាពច្បាស់លាស់និងភាពយុត្តិធម៌ក្នុងគ្រួសារខ្ញុំដែរអញ្ចឹងថវិកា80,000រៀលហ្នឹងហើយនឹងដែលគាត់ជួយខ្ញុំពីមុន50,000ហ្នឹងខ្ញុំបកគោជូនគាត់វិញទាំងសម្ភារៈមានអង្គទឹកត្រីមីខោទឹកនោមហើយនឹងនេះហ្នឹងខ្ញុំបកគោជូនឲ្យគាត់វិញទាំងអស់ហើយក៏បញ្ចប់រឿងត្រឹមហ្នឹងសម្រាប់ខ្ញុំតល់បងប្អូនខ្ញុំចង់បញ្ចប់រឿងដោយសារខ្ញុំឲ្យថាខ្ញុំបងប្អូនសង្គមពេកព្រោះស្រុកទេសយើងកំពុងមានបញ្ហាយើងត្រូវទៅដល់បងប្អូនវិរៈបន្តជួបមុខយើងសូមចុះប៉ុណ្ណឹងបាទនឹងត្រូវបានចប់ឲ្យបងប្អូនដោយសារតែកាត់ខាងស្រីប្រកាន់ជំហរនៅលើភាពត្រឹមត្រូវទោះបីជាកាត់ក្រមែនក៏ប៉ុន្តែគឺកាត់មានឆន្ទៈមួយថាកាត់ពិតជាទទួលបានលុយត្រឹមតែ85,000រៀលនោះទេអញ្ចឹងខាងប្រុសប្រកាសថាយកលុយនោះទៅវិញអញ្ចឹងកាត់លៀងភាពស្អាតស្អំឲ្យខ្លួនកាត់ប្រកាន់ជំហរលើភាពត្រឹមត្រូវរបស់ខ្លួនកាត់ទោះបីជាអត់ប៉ុណ្ណាក៏ដោយទោះបីជាក្រខ្សត់ប៉ុណ្ណាក៏ដោយសុខចិត្តបកគលលុយដែលកាត់ទទួលបានតែប៉ុណ្ណឹងយកទៅឲ្យខាងប្រុសដែលចោទកាត់ថាទទួលបានប្រាក់1,300រៀលឬក៏$1,300ឬក៏4 លានរៀលពីលើលុយ85,000រៀលនេះថែមទៀតអញ្ចឹងណាបងប្អូនចាបងប្អូនមើលទៅទឹកមុខកាត់នឹងទៅហើយខ្ញុំក៏សូមបញ្ជាក់បន្តិចណាបងប្អូនណាខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់អ្នកក្រណាបងប្អូនចាមិនមែនសិតតែល្ងងសិតតែខ្លៅសិតតែអត់មាន APA ឬក៏ចេះគិតពិចារណាឬក៏គិតគូរនឹងទេគឺអ្នកក្រក៏មានឆន្ទៈនឹងដែរក៏ប៉ុន្តែអ្នកក្រខ្លះគ្នាមានបញ្ហាគ្នាមានភាពរងអយុត្តិធម៌ក៏ប៉ុន្តែគ្នាខ្វះសម្លេងតែប៉ុណ្្នឹងអញ្ចឹងហើយសុខចិត្តខាំមិត្តអត់ធ្មត់អីចេះមួយជាមួយអីអញ្ចឹងទៅបងប្អូនខ្ញុំលើកជាឧទាហរណ៍ឲ្យបងប្អូនបានមើលមួយបងប្អូនឃើញទេតើសិស្សដែលរៀនពូកែសិស្សដែលទទួលបាននិទេស AA នឹងនិទេសល្អកាត់ចេញពីគ្រួសារណាគឺកាត់ចេញពីគ្រួសារក្រីក្រអញ្ចឹងអ្នកក្រីក្រមិនមែនមានន័យថាសិតតែមនុស្សម្នាក់ដែលល្ងងទេដោយសារតែគ្នាខ្វះសម្លេងខ្វះការគ្រប់គ្រងខ្វះបពុនិយមរឿង APA នឹងដូចគ្នាអ្នកក្រតាមជនបទតាមស្រុកស្រែមួយចំនួនចាស់ពិតប្រាកដណាស់គឺគាត់អត់មាននឹងទេអញ្ចឹងឯងបានអ្នកធ្វើជំនួយមួយចំនួនគឺគាត់តែងតែបានលុយច្រើនដូច TV អីឡាក់ៗអញ្ចឹងណាគឺកាត់បានយកទៅធ្វើ APA ជូនពួកគាត់និងផ្ញើលុយអស់ទាំងនោះទៅកាន់លោកមេភូមិមេឃុំឬក៏អ្នកជិតខាងអ្នកដែលមាន APA សម្រាប់ដកទុកឲ្យជនក្រីក្រទៅនោះជារៀងរាល់ខែគឺគេធ្វើវិធីបែបហ្នឹងមែនគេមិនមែនប្រើវិធីដល់ស្មុកគ្របនឹងឲ្យនៅពីក្រោយនៅពីមុខឲ្យ80,000នៅពីក្រោយឲ្យ4 លានរៀលបែបនេះនោះឡើយអានេះគឺសបញ្ជាក់ថាជាអំពើពុករលួយអញ្ចឹងណាបងប្អូនចាហើយខ្ញុំសូមផ្ដាំមួយទៀតឲ្យពុកម្ដាយនឹងឲ្យឬក៏បងប្អូនខ្លះដែលកំពុងតែចោទគាត់នឹងឲ្យសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនដឹងពីសាច់រឿងរបស់គាត់ទេបងប្អូនក៏ប៉ុន្តែអ្នកខ្លះថាកូនគាត់នឹងអាយុ5 6 ឆ្នាំហើយតែបងប្អូនមានសង្កលអីជាផុសតាំងក្មេងដែលកាត់ជំងឺបែបនេះណាបងប្អូនវាមិនមែនមានតែក្មេងតែម្នាក់ហ្នឹងទេសូម្បីតែខាងស្រុកខ្ញុំក៏មាននឹងដែរគឺអង្គុយសុំនៅមុខព្រះអង្គជិតព្រះអង្គចោមអញ្ចឹងណាបងប្អូនចាអញ្ចឹងហើយក្មេងអ្នកខ្លះយករូបភាពប្រហែលឆ្នាំមុនយកមកធៀបជាមួយនឹងក្មេងនេះថាក្មេងនេះអាយុ6 7ឆ្នាំហើយអញ្ចឹងចុះតែម្ដាយគឺបានបង្ហាញផុសតាំងឲ្យថាកូនគាត់ទៅតែមកគ្រប់ជាងទេបងប្អូនណាហើយក្មេងបែបនេះមិនមែនមានតែមួយហ្នឹងទេគឺមានច្រើនឥឡូវនេះគឺថាបងអូនស្រីលៀងភាពស្អាតស្អំឲ្យខ្លួនឯងហើយក៏ប៉ុន្តែមហាជនជឿឬក៏មិនជឿអានឹងទៅតាមចិត្តរបស់បងប្អូនទៅចុះពីព្រោះអីបងប្អូនទឹកមុខគឺបញ្ជាក់នៅអ្វីសពគ្រប់បែបយ៉ាងនឹងឲ្យខ្លួនគាត់ក្រមែនក៏ប៉ុន្តែគាត់ធ្លាប់ធ្វើការរោងចក្រគាត់បានបញ្ជាក់គាត់ខំព្យាយាមលៀងភាពស្អាតស្អំខំព្យាយាមបកស្រាយដល់អ្វីដែលគាត់ជួបហើយបងប្អូនបែរជាប្រកាន់ចំហតែមួយគាត់មានម្ដាយយកកូនយកម្ដងស៊ីមានម្ដាយយកកូនយកម្ដងស៊ីហើយគាត់ធ្លាប់មានម្ដាយអ្នកក្រមាន APA អ្នកក្រមាន APA បងប្អូនហើយដល់ទៅពេលចឹងទៅគឺវាលុបបាត់អស់អាដើមចំនិងអាចំណុចដែលកើតហេតុមកពីដើមសាច់រឿងតើវាដើមសាច់រឿងមកពីអ្វីគ្រាន់តែក្រិតចង់លៀងភាពស្អាតស្អំរបស់ខ្លួនឯងដោយសារតែគេចាប់ប្រកាន់ថាយកលុយ$1,000នោះហើយហេតុអ្វីបានបងប្អូនមិនព្រមស្ដាប់គាត់ទៅហេតុអ្វីបានទៅស្ដាប់អ្នកដតីដែលព្យាយាមអូសទាញរឿងអាក្រក់ចំណុចអាក្រក់របស់គាត់មកលុបបំបត្តិនៅអំពើអាក្រក់របស់ខ្លួនឯងនឹងទៅវិញអំពើឲ្យល្អចំពោះគាត់គឺមានបងប្អូនជាច្រើនចោតប្រកាន់មីម៉ែយកកូនយកម្ដងស៊ីមីម៉ែយកកូនយកម្ដងស៊ីមីម៉ែយកកូនយកម្ដងស៊ីចុះបើសិនតែកូនគាត់នេះនៅមានដង្ហើមនៅមានជីវិតនៅហូបបាននៅម៉ាំបាននឹងឲ្យគាត់គ្មានពេលវេលានឹងទៅធ្វើការដូចគេដូចឯងដោយសារតែមើលកូននេះសួរតែគាត់មានពេលឯណាដើម្បីទៅធ្វើការងារដើម្បីរកចំណូលបានចំណូលយកមកចិញ្ចឹមជីវិតខ្លួនគាត់ហើយនឹងកូនគាត់នឹងឲ្យមួយថាមិនបាច់ឲ្យលុយវាទៀតទេមិនបាច់ឲ្យលុយវាទៀតទេនឹងឲ្យតែទឹកដោះកូនអញ្ចឹងទៅទទួលស្គាល់តែកូននោះមិនទៅទឹកដោះកូនមិនទៅទឹកដោះកូនចុះម្ដាយដែលប្រើពេលវេលាសម្រាប់មើលក្មេងមើលកូនរបស់គាត់ទៅគាត់អត់ត្រូវការចាយលុយអត់ត្រូវការទិញរបស់របរហូបចុកឬក៏ប្រើប្រាស់នៅក្នុងផ្ទះទេឬក៏ទឹកដោះកូននោះគឺអាចប្រើអ្វីគឺអាចទៅឲ្យគាត់ជាម្ដាយនឹងមិនបានឬក៏ស៊ីបានដូចគ្នាចង់បញ្ចប់នៃសាច់រឿងគឺវារងអយុត្តិធម៌ណានឹងឲ្យតម្រឹមបានចប់សាច់រឿងនេះក៏ថាម្ដាយក៏ថាទុកសាច់នឹងឲ្យភាពអយុត្តិធម៌ខ្លួនឯងភាពរោភាពលៀងស្អាតស្អំខ្លួនឯងគឺអត់បានចុងក្រោយគឺគេយករឿងគាត់នឹងឲ្យមានម្ដាយយកកូនរោស៊ីមានមនុស្សខូចមានអ្នកក្រមាន APA មានអ្នកក្រអីចេះប្រើសង្គមផុសរោជាមួយខ្លួនឯងអីឡាក់យកមកលុបបំបត្តិអំពើស្មោកគ្រោកដែលគេលៀបពឿននឹងចោតប្រកាន់ទៅលើគាត់ដែលខ្លួនគាត់មិនបានទទួលអាលុយ$1,000នោះសោះអញ្ចឹងមានតែប៉ុណ្្នឹងឲ្យបងប្អូនក៏គិតតាមការគូខ្លួនឯងចុះណាហើយខ្ញុំក៏សូមបញ្ចប់ត្រឹមនឹងអស់ចប់ត្រឹមនឹងឲ្យបងប្អូនអញ្ចឹងកម្មពៀគឺមានពិតមានតែប៉ុណ្្នឹង